អាយ៉ាពុកម៉ែបងប្អូនគ្នាមកប្លង់នេះគឺឃើញថាតំណងមែនតែននេះគឺជាជំរំរបស់បកនេះក្រហមយើងណាប្រចាំខេត្តកណ្ដាលគឺបងធំខេត្តកណ្ដាលហ្នឹងហើយពុកម៉ែបងប្អូនប្រកាសជាស្គាល់ហើយគឺជំរំសារាយដែលចូលសែនជ័យឃើញថាមានទូកច្រើនមែនតែនហើយឃើញមាននាងសវណ្ណមច្ឆាទៀតផងកាលហ្នឹងដូចជាយកទៅលេងជាមួយគ្នាផងដែរហើយវីដេអូនេះវាស្អាតត្រង់ថាខាងជំរំស្ដេចមកអូសកាត់នឹងទៀតទូករងគាត់ណាអូសកាត់ពីគ្រឿងដោយដែលពុកម៉ែបងប្អូនបានឃើញអញ្ចឹងអត់ដឹងថាពីគ្រឿងនេះឈ្មោះអ្វីទេគ្រាន់ថាអូសកាត់គ្នាគឺមើលទៅវាទំនងមែនតើណាជំរំនាគក្រហមហើយខាងនោះជំរំស្ដេចមកគឺថាមកប្លង់នេះស្អាតមែនតើពុកម៉ែបងប្អូនគ្នាមើលទៅឆ្នាំនេះបើមានកម្មវិធីអីហើយជាសារាយបងធំខេត្តកណ្ដាលយើងគឺអត់បានឆត់ទឹកទៀតហើយតាមមើលដោយសារតែអត់បាននៅរាជធានីគឺអត់មានការប្រារព្ធពិធីបុណ្យបន្ទូកណាប៉ុន្តែក៏សង្ឃឹមថាអាចនឹងឃើញទូកផ្សេងទៀតអាចនឹងមានការចូលរួមដែរគឺស្រីសសុកសាន់ជ័យហ្នឹងគឺដឹងតែចូលរួមហើយអាចនឹងទៅលេងដល់កំពង់ធំទេផងចាំរងចាំមើលដល់គ្នាថាកម្មវិធីចង់ដឹងថាមានទូកណាខ្លះទៅចូលរួមហើយសម្រាប់ពុកម៉ែបងប្អូនដល់គ្នាដែលមិនទាន់បានចុច Subscribe Channel YouTube របស់ខ្ញុំអាចចុច Subscribe ម្នាក់មកទៅដើម្បីទទួលបាននៅវីដេអូទូកឬក៏ទូកកូនទូកស្លាប់មនអីថ្មីបន្ថែមអញ្ចឹងណាអរគុណច្រើន